បាទទូទូសិកជនយើងខ្ញុំសូមអនុញ្ញាតជម្រាបជូនព័ត៌មានបន្តទៅទៀតហើយសូមបកគោបរៈបន្តជូនលោកសុខាបាទសូមអញ្ជើញអរគុណច្រើនទូរទស្សនិកជនជាទីគោរពរាប់អានអង្គរសង្ក្រាន្តឆ្នាំនេះដែលរៀបចំនៅឯសៀមរាបគឺចាប់ដើមបន្តទៅទៀតប៉ុន្តែការបន្តការប្រារព្ធពិធីអង្គរសង្ក្រាន្តគឺមានលក្ខណៈពិសេសពិសាលណាពិសេសពិសាលទី1ដោយសារតែការរៀបចំនំសំគឺសិតតែຂະຫນាតយក្សគឺទម្ងន់3តោនជាងឡើងលើបន្ទាប់មកមានឧបករណ៍ផ្សេងដែលជារបស់របរប្រើប្រាស់របស់ខ្មែរយើងសិតតែជាຂະຫນាតយក្សឧទាហរណ៍ដូចជាមួកស្លឹកត្នោតអង្រុតយក្សស្អីទៀតបាទការរួម Madison ចំនួន2015នាក់ហើយនឹងមានអ្វីផ្សេងជាច្រើនទៀតកាន់តែពិសេសជាងនេះអង្គរសង្ក្រាន្តដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាដែលមានអាដាមហ៊ុនម៉ាណីជាប្រធានគឺថានឹងមានវត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែននិងសម្ដេចកេតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនហើយរួមជាមួយនឹងអាដាមសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនិងលោកជំទាវជូឡុងសូម៉ារ៉ាចូលរួមក្នុងនាមជាអង្គការក្នុងនាមជាគណៈបកនយោបាយដែលមិនមានកៅអីនៅក្នុងរដ្ឋាភិបាលនៅក្នុងរដ្ឋាភិបាលនៅក្នុងរដ្ឋាភិបាលអញ្ចឹងបើយោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបន្ទាប់ពីកិច្ចប្រជុំរដ្ឋសភាបោះឆ្នោតអនុម័តទៅលើសមាជិកកោជបសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ថាវត្តមានរបស់អាដាមសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនិងលោកជំទាវនេះគឺជាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយប្រហែលជាកើតឡើងដំបូងលើទឹកដីកម្ពុជានៅក្នុងប្រវត្តិសាស្ត្រតាំងពីអតីតកាលមកម្លេះហើយរហូតមកដល់ពេលហ្នឹងគឺថាមានគណៈបកនៅក្នុងរដ្ឋាភិបាលនិងគណៈបកក្រៅរដ្ឋាភិបាលចូលរួមជាមួយគ្នាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរយកតែមានមែនបាទប៉ុន្តែឆ្នាំនេះកាន់តែពិសេសទៅទៀតនោះគឺថាមានវត្តមានរបស់អាដាមសំរងស៊ីក្នុងនាមជាបកក្រៅរដ្ឋាភិបាលនិងសម្ដេចរួមនឹងសម្ដេចកេតិព្រឹទ្ធបណ្ឌិតក្នុងនាមរដ្ឋាភិបាលគឺចូលរួមជាមួយគ្នាក្នុងការបើកអង្គរសង្ក្រាន្តនៅខេត្តសៀមរាបបាទកាន់តែពិសេសវិសាលហើយរឿងវប្បធម៌សន្តិនិកវប្បធម៌សន្តិភាពរវាងគណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងក្រៅរដ្ឋាភិបាលបាទសូមបញ្ចប់រឿងនេះបាទបញ្ចប់រឿងនេះចូលរឿងមួយទៀតគឺមិនផុតពីគណៈបកទាំងពីរនៅឡើយទេកាលពីម្សិលមិញដោយបងប្អូនបានដឹងហើយថាសភាបានបើកកិច្ចប្រជុំដើម្បីបោះឆ្នោតអនុម័តទៅលើសមាជិកកោជបទាំង9រូបដែល4រូបមកពីគណៈបកប្រជាជនកម្ពុជា4រូបមកពីគណៈបកសង្គ្រោះជាតិប្រធានកោជបគឺជាកូតារបស់គណៈបកប្រជាជនកម្ពុជាដោយសារតែមានសម្លេងកៅអីនៅក្នុងរដ្ឋសភាច្រើនអនុប្រធានគឺជាកូតារបស់គណៈបកសង្គ្រោះជាតិដោយសារតែមានសម្លេងក្នុងរដ្ឋសភាក្រោមគណៈបកប្រជាជនកម្ពុជាបាទហើយរឿងកោជបនេះទៀតសោតបន្ទាប់ពីសភាបានអនុម័តទៅលើសមាជិកទាំង9រូបដែលមួយរូបទៀតមកពីអង្គការសង្គមស៊ីវិលគឺលោកបណ្ឌិតហងពុធាប្រធានអង្គការ Netflix នោះគឺថានៅថ្ងៃច័ន្ទដើមសប្តាហ៍នេះគឺថាកោជបនឹងមានពិធីផ្ទេរតំណែងគ្នាទៅវិញទៅមកដោយទេវតាផ្ទេរតំណែងអញ្ចឹងដូចគ្នាអញ្ចឹងគេណាវាជាលំនាំមួយបាទចុងសប្តាហ៍ហ្នឹងថ្ងៃច័ន្ទមិនទាន់ដឹងម៉ោងនឹងពេលទេប៉ុន្តែភាគច្រើនគេធ្វើព្រឹកដើម្បីសេរីសួស្តីជ័យមង្គលអញ្ចឹងនៅថ្ងៃច័ន្ទនេះកោជបចាស់នឹងបកុលត្រាផ្ទេរតំណែងផ្ទេរអំណាចភារកិច្ចទាំងអស់ជូនកោជបថ្មីគឺមានន័យថាអាយដាមបសួស្ដីប្រធានកោជបចាស់និងបកុលត្រាជូនអាដាមសឹកប៊ុនហុកដែលជាប្រធានកោជបថ្មីដើម្បីអនុវត្តកិច្ចការងារហ្នឹងបាទគឺថ្ងៃច័ន្ទទី13ខែមេសាបាទព្រោះថ្ងៃច័ន្ទហ្នឹងគឺថាជាថ្ងៃដែលក្នុងផែនការត្រូវប្រជុំបោះឆ្នោតអនុម័តទេប៉ុន្តែយើងផ្លាស់ប្ដូរផែនការធ្វើបានថ្មីទាន់ពេលទាន់វេលាទៅជាថ្ងៃច័ន្ទទី13មុនចូលឆ្នាំមួយថ្ងៃទៅជាថ្ងៃបកុលត្រាមកមុនទេវតាចុះមុនទេវតាចុះមួយថ្ងៃហ្នឹងហើយទេវតាគឺថាបកុលត្រានៅថ្ងៃទី14ខែមេសាថ្ងៃអង្គារបាទថ្ងៃអង្គារប៉ុន្តែយើងធ្វើមុនទេវតាថ្ងៃច័ន្ទមួយថ្ងៃវាត្រូវព្រោះយើងរៀបចំទទួលទេវតាយើងត្រូវធ្វើមុនបើធ្វើក្រោយមិនសមរម្យទេបាទអាហ្នឹងគឺថារឿងកោជបអាហ្នឹងកោជបយើងបានដឹងទាំងអស់គ្នាហើយគឺជាកាដូមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញលោកបានបញ្ជាក់ថាគឺបន្ទាប់ពីបោះឆ្នោតហើយគឺលែងមានការផិតភ័យព្រួយបារម្ភអំពីរឿងបាតកម្មចេះបាតកម្មចោលដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍បងប្អូនប៉ះពាល់ដល់ការរស់ស៊ីប៉ះពាល់ដល់វិនិយោគទុនមកដាក់ទុននៅក្នុងប្រទេសកម្ពុជាគឺយើងលែងមានទៀតដែរអាដាមសំរងស៊ីក៏បានបញ្ជាក់ដែរថានេះគឺជាវប្បធម៌ថ្មីរបស់កម្ពុជាប៉ុន្តែមិនមែនមានន័យថា
យើងជីសេះប្រឡែងដៃទេយើងនៅតែមានការរិះគន់ទៅវិញទៅមកក្នុងន័យស្ថាបនាមិនមែនរិះគន់ក្នុងន័យជន់ពន្លិចអ្នកដឹកនាំឬក៏បន្តបង្អាប់នាំឲ្យជាតិយើងប្រឆាទេបាទល្អប្រសើរណាស់ឃើញថាមានការវិវត្តទៅមុខហើយអញ្ចឹងអ្នកគ្រប់គ្រងគណៈបកនៅតាមមូលដ្ឋានយុវជនដែលគ្រប់គ្រងគណៈបករៀងខ្លួនប្រែប្រួលផ្នត់គំនិតដូចគ្នាអញ្ចឹងមើលមេដឹកនាំនីមួយហើយយើងប្រែប្រួលទៅតាមមេដឹកនាំរបស់យើងប្រើពាក្យពេចន៍សម្ដីតាមគេហទំព័រតាម Facebook តាមស្អីផ្សេងហ្នឹងគឺថាគោរពទៅក្រមសិលធម៌វិជ្ជាជីវៈហើយគោរពគ្នាទៅវិញទៅមកក្នុងន័យរិះគន់ស្ថាបនាកុំទម្លាក់កំហុសកុំលៀបពណ៌គ្នាអញ្ចឹងណាបាទអរគុណជូនមករឿងទៀតគឺពាក់ព័ន្ធទៅនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជាដដែលគឺសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីម្សិលមិញនេះបានប្រគល់ពានរង្វាន់មេដាយនិងថាវិការលើកទឹកចិត្តជាខ្លាំងដល់កីឡាការិនីគឺឈ្មោះកែលេងដែលបាននាំយកមេដាយមាសពិភពលោកជូនប្រទេសជាតិវ៉ាវទៀតបាទសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅកីឡាការិនីកែលេងដែលបានទទួលមេដាយមាសក្នុងការប្រកួតប្រភេទកីឡាប៉េតង់ពិភពលោកលើកទី14នៅម៉ុងតូប៉ង់នៃសាធារណរដ្ឋបារាំងក្នុងពេលថ្មីនេះហើយសម្ដេចនាយកបានលើកឡើងថាវិស័យកីឡារបស់យើងចាប់ផ្ដើមងើបហើយកំពុងតែបោះជំហានរីកចម្រើនហើយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្ដេចបានជំរុញឲ្យយកចិត្តទុកដាក់ហ្វឹកហ្វឺនបង្កើនសមត្ថភាពបន្ថែមទៀតដើម្បីដណ្ដើមយកមេដាយមាសឬក៏មេដាយប្រាក់ពីការប្រកួតនានាផ្សេងទៀតយើងកុំតន់ឆ្អែតនឹងការទទួលមេដាយមាសបន្តទៀតនៅក្នុងឱកាសនោះដែរគឺក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់ជូនរង្វាន់លើកទឹកចិត្តចំនួន140លានរៀលបន្ថែមទៀតលើថវិកាចំនួន80លានរៀលដែលបានប្រគល់ពីមុនរួចមកហើយជូនដល់លោកស្រីកែលេងហើយក្រៅពីប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជាមួយនឹងសម្ដេចគតិព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែនលើកទឹកចិត្តដល់កីឡាការិនីកែលេងទឹកប្រាក់ចំនួន$10,000សហរដ្ឋអាមេរិកបាទនឹងសម្ដេចគតិព្រឹទ្ធបណ្ឌិតណាបាទហើយចំពោះអ្នកស្រីកែលីដែលបានទទួលមេដាយមាសនេះគឺថានាំមកនៅកិត្តិយសជូនជាតិនៅមេដាយសរុបទាំងអស់ដែលធ្លាប់ទទួលបានគឺចំនួន37រួចមកហើយក្នុងនោះមេដាយមាសចំនួន16មេដាយមាសថ្នាក់ពិភពលោកថ្នាក់ជើងឯកអាស៊ីនិងមេដាយមាសស៊ីហ្គេមហើយក្រៅពីមេដាយមាសក៏ទទួលបានមេដាយប្រាក់ចំនួន10និងមេដាយសំរិទ្ធចំនួន11ផងដែរបាទច្រើនគូសំអរគុណណាប្រពៃមែនតើនេះគឺជាការរីកចម្រើនមួយហើយយើងកត់សម្គាល់ថានារីមិនអន់ទេឲ្យតែប្រឹងកុំតែមិនប្រឹងហើយទៅតូចចិត្តតូចថ្លើមថាគេមិនព្រមឲ្យតម្លៃគេមិនព្រមបកគលទូនីតិមិនតម្លើងឋានៈអានោះមិនកើតទេមិនមានន័យថាមិនធ្វើការឲ្យយើងលើកទឹកចិត្តទេណាលើកទឹកចិត្តនិងជំរុញទឹកចិត្តឲ្យធ្វើការឲ្យរៀនឲ្យសូត្រហើយអ្នកដែលធ្វើការបានលទ្ធផលល្អគឺលើកទឹកចិត្តបែបហ្នឹងបាទពីររូបគឺសូនស៊ីមីមួយនិងកែលេងមួយបងស្រីកែលេងបាទអបសាទរបងស្រីខ្ញុំមួយអរគុណបញ្ចប់ពីរឿងនេះចូលរឿងដល់មន្ត្រីរាជការជួបជុំគ្នាដើម្បីសូត្រមន្តរំដោះគ្រោះមុនចូលឆ្នាំប្រពៃណីខ្មែរបាននៅសាលាភូមិន្ទរដ្ឋបាលដែលជាសាលាបណ្ដុះបណ្ដាលមន្ត្រីរាជការជាន់ខ្ពស់និងថ្នាក់មធ្យមនោះគឺថាបានជួបជុំគ្នាដើម្បីសូត្រមន្តរំដោះគ្រោះការចង្រៃរោគាព្យាធិទាំងឡាយទាំងពួងឲ្យប្រាសចេញចាក់ឆ្ងាយចូលទៅសេរីសុស្ដីជ័យមង្គលមកដល់មន្ត្រីរាជការនិងសិស្សនិស្សិតដែលកំពុងសិក្សានៅសាលាភូមិន្ទរដ្ឋបាលបាទអ្វីដែលសំខាន់នោះក្រៅពីការបួងសួងសូមសេចក្តីសុខសេចក្តីចម្រើនដល់បុគ្គលខ្លួនឯងដល់ប្រជាពលរដ្ឋខ្មែរគឺថាក្រើនរំលឹកដល់សាមីមន្ត្រីរាជការខ្លួនឯងបើសិនជាចេញទៅធ្វើការបើសិនជាកំពុងទៅធ្វើការត្រូវតែអនុវត្តនៅទូនីតិភារកិច្ចដែលច្បាប់បានកំណត់ជាពិសេសកុំភ្លេចអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមន្ត្រីរាជការទី1ត្រូវតែងូតទឹកទី2ត្រូវតែដកក្អែលទី3ត្រូវតែឆ្លុះកញ្ចក់ទី4ព្យាបាលបើព្យាបាលមិនជាទេវះកាត់ចោលនេះគឺជាប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលធ្លាប់តែក្រើនរំលឹកដល់មន្ត្រីរាជការនៅថ្នាក់ក្រោមឲ្យបំពេញសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យរើសមុខរើសពូជសាសន៍និន្នាការនយោបាយឲ្យតែត្រូវច្បាប់ធ្វើទៅកុំធ្វើខុសច្បាប់ណែបាទត្រឹមត្រូវល្អប្រសើរសូមជួយចប់មួយរឿងទៀតចូលដល់រឿងការពង្រឹងសន្តិសុខ
មុនចូលឆ្នាំនិងក្នុងពេលចូលឆ្នាំសំខាន់ណាស់នៅខណ្ឌពោធិ៍សែនជ័យបានរៀបចំកិច្ចប្រជុំកម្លាំងរបស់ខ្លួនដើម្បីបែងចែកទៅតាមគោលដៅទៅតាមទូនីតិធ្វើយ៉ាងម៉េចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅភូមិឋានយើងត្រូវការពារសុវត្ថិភាពដោយម្ដេចយើងត្រូវនៅពង្រឹងបែបណានៅសង្កាត់ទាំង10របស់ខណ្ឌពោធិ៍សែនជ័យនឹងលោកអភិបាលខណ្ឌពោធិ៍សែនជ័យបានដាក់ផែនការសំខាន់ទី1បណ្ដាចៅសង្កាត់ទាំងអស់ទៅរៀបចំផែនការសន្តិសុខការពារទាំងពេលបងប្អូនប្រជាពលរដ្ឋកំពុងតែរៀបចំចេញដំណើរទៅមូលដ្ឋានទាំងពេលដែលបងប្អូនកំពុងតែបំពេញបន់ទាននៅតាមមូលដ្ឋានយើងត្រូវការពារផ្ទះសម្បែងរបស់ពួកគាត់របៀបម៉េចចោលក្មួយអីយ៉ាងម៉េចយ៉ាងម៉ាហើយបើសិនជាខណ្ឌណាដែលចំទិសដៅចរាចរណ៍ត្រូវរៀបចំក្បួនចរាចរណ៍ឲ្យបានល្អប្រពៃក្នុងនោះដែរមេប៉ុស្តិ៍ទាំង10 ខាត10សង្កាត់និងអធិការខណ្ឌក៏ត្រូវរៀបចំផែនការការពារសន្តិសុខពង្រឹងនិងបង្ក្រាបឲ្យបានទាន់ពេលទាន់វេលាទាំងរឿងអគ្គិភ័យផងដែររឿងចរាចរណ៍និងរឿងបទល្មើសថែមទៀតផងអរគុណណាស់ជូនទៅលោកបុត្រាវិញបាទខ្ញុំរៀងហត់បន្តិចបាទអរគុណទៅមិនឆ្ងាយពីកិច្ចការងារពង្រឹងកិច្ចសហប្រតិបត្តិការដូចនៅខណ្ឌពោធិ៍សែនជ័យទេគឺជាប់រវាង2ខេត្តកំពង់ចាមផងកំពង់ធំផងហើយក្នុងនោះគឺមាន4ស្រុកហើយលោកបើកកិច្ចសហប្រតិបត្តិការគ្នាលោកថាទោះបីយ៉ាងណាក៏ដោយបាត់ល្មើសកើតឡើងនៅក្នុងខេត្តកំពង់ចាមបើសិនជាជនសង្ស័យបន្តទៅកាន់ខេត្តកំពង់ធំត្រូវទៅចាប់មកដែរមិនមែនជាថារូបពីមាត់អត់ចាប់ចេញពីហ្នឹងហើយចេញពីឃុំខ្ញុំបាត់ហើយខ្ញុំចាប់មិនចុំកើតអត់រៀនសូត្រហ្មងនិយាយចឹងបាទនេះលោកមានប្រសាសន៍អញ្ចឹងខាងមេមន្ត្រីនគរបាលស្រុកលោកលើកឡើងទាំងពីរសងខាងបាទកម្លាំងប្រដាប់អាវុធចំនួន4ស្រុកនោះគឺមានស្រុកសតុកស្រុកបារាយបាទស្រុកចំការលើស្រុកស្ទឹងត្រង់ពីខេត្តគឺកំពង់ធំនិងកំពង់ចាមលោកជួបពិភាក្សាគ្នាដើម្បីរកដាក់ទិសដៅនិងបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានរឹងមាំបន្ថែមទៀតក្នុងកិច្ចការពារនិងរក្សាសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខាងមុខហ្នឹងបាទលោកហាក់មេងហួតអភិបាលស្រុកបារាយលោកបានស្នើឲ្យកងកម្លាំងប្រដាប់អាវុធទាំងពីរខេត្តនេះសហការគ្នាដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនទៅដល់បងប្អូនប្រជាពលរដ្ឋបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋហ្នឹងគឺបានសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងក្នុងរយៈពេល3ថ្ងៃហ្នឹងហើយធ្វើម៉េចគឺលោកហាមដាច់ខាតមិនឲ្យមន្ត្រីនគរបាលណាម្នាក់យកលុយពីបងប្អូនប្រជាពលរដ្ឋដែលធ្វើសៀវភៅស្នាក់នៅឬក៏កិច្ចការងារឯកសាររត់ឯកសារផ្សេងវាលើសពីសៀវភៅបន្ទុកទេបាទតែបើសិនជាលើសនឹងចាត់វិធានការហើយមិនមែនទេតែពមៀនចោលទេលោកអធិការស្រុកចំការលើក៏បានសន្យាដែរថានឹងសហការជាមួយនឹងកម្លាំងខេត្តជាប់ព្រំប្រទល់ទាំងពីរនេះធ្វើម៉េចកំណត់គោលដៅឈានទៅទប់ស្កាត់សកម្មភាពបទល្មើសឲ្យបានទាន់ពេលវេលាបើសិនជាខាងភ្នាក់ងារខាងកំពង់ចាមតាក់ទងទៅតែឥឡូវមានបទល្មើសរត់ទៅកាន់ខេត្តកំពង់ធំត្រូវជាប់ជាមួយគ្នាគេបត់ដៃទៅរួចខ្លួនហ្នឹងហើយបាទអញ្ចឹងនេះគឺជាការល្អប្រសើរអរគុណណាស់អញ្ចឹងគឺថាមានរឿងមួយទៀតគឺជារឿងល្អប្រពៃឯងបន្ទាប់ពីយើងមានរឿងរិះគន់រឿងបទល្មើសរឿងសង្គមរឿងអីមកយើងចូលដល់រឿងមួយទៀតសបាយបិទគូតចុងក្រោយមិនសបាយមិនខ្លះគឺថាបងប្អូនកុមារាកុមារីគេបានជួបជុំគ្នាសម្ដែងនៅទេពកោសល្យបង្ហាញអំពីស្នាដៃសិល្បៈរាំច្រៀងនិងអ្វីផ្សេងទៀតដើម្បីឲ្យសាធារណជននិងមិត្តភ័ក្តិនឹងបានសប្បាយចិត្តមុនពេលចូលឆ្នាំការរៀបចំកម្មវិធីនេះគឺរៀបចំសិល្បៈប្រចាំឆ្នាំសិស្សានុសិស្សកាលពីថ្ងៃទី9នៅវិទ្យាស្ថានជាតិអប់រំនោះគឺថាលោក John Hugen ដែលជានាយកសាលាអាមេរិកកាំង Pacific និងសាលារៀនអន្តរជាតិចិនអាមេរិកកាំងលោកបានបញ្ជាក់ឲ្យដឹងថាជារៀងរាល់ដំណាច់ឆ្នាំសិស្សសានុសិស្សគឺថាបន្ទាប់ពីបញ្ចប់ការសិក្សាឆ្នាំនីមួយៗតែងតែរៀបចំការសម្ដែងសិល្បៈដើម្បីឲ្យសិស្សសានុសិស្សទាំងអស់នោះបានបញ្ចេញនៅសមត្ថភាពរបស់ពួកគេនៅតាមថ្នាក់តាមក្រុមនីមួយៗសម្រាប់ផ្ដល់នៅភាពសប្បាយរីករាយនិងបង្កើននៅអនុស្សាវរីយ៍រវាងមិត្តភ័ក្តិរបស់ពួកគេពេលបែកគ្នាវ៉ាកងណានឹងដំណាច់ឆ្នាំនីមួយៗជាពិសេសមុនចូលឆ្នាំណារួមច្រៀងអើយដាក់លឺទីមកពូច្រៀងដែរក្មួយបាននៅសាលាបានលោកនាយកបន្តថាការសិក្សាអប់រំនៅក្នុងសាលាអាមេរិកកាំង Pacific និងសាលាអន្តរជាតិចិនអាមេរិកកាំងនោះបានជួយដល់សិស្សានុសិស្សទាំងអស់គ្នាទៅថ្ងៃអនាគតគឺថាអាចចេះអានចេះសរសេរចេះស្ដាប់និងចេះនិយាយភាសាអង់គ្លេសប្រកបដោយមានទំនុកចិត្តហើយពេលបច្ចុប្បន្ននេះកម្ពុជាត្រូវការបុគ្គលដែលមានធនធាននិងសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមពង្រឹងនិងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរឹងមាំរីកចម្រើនតរៀងទៅជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងតែប្រតិបត្តិការយ៉ាងមមាញឹកនៅយុទ្ធសាស្ត្រចតុកោណជាបន្តបន្ទាប់បាទហ្នឹងហើយលើកដៃឡើងរួមកុំភ្លេចអូនជាបត់ស្អាតជានិច្ចផងស្អាតជានិច្ចចឹងទៅបាទ
អរគុណណាសូមអនុញ្ញាតបញ្ចប់ព័ត៌មានការផ្ដល់ជូនដល់យើងខ្ញុំទាំងពីរផ្ទាល់ដោយការសប្បាយរីករាយរបស់បងប្អូនកុមារាកុមារីបំបញ្ញបាញ់បាទយើងខ្ញុំសូមអនុញ្ញាតសម្រាប់បន្តិចសិន